សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះបាទគឺខ្ញុំចេះលុយ20000រៀលដើម្បីទិញមន់មកហូបអញ្ចឹងបងប្អូនហើយយកមកដុតខ្លួនឯងអញ្ចឹងមិនមែនខ្ញុំអ្នកដុតហ្នឹងបងប្អូនគឺបងថ្លៃរបស់ខ្ញុំទេម្នាក់ឯងអាយក្រហមហ្នឹងគឺបងថ្លៃរបស់ខ្ញុំម្នាក់ទៀតគឺប្អូនខ្ញុំមិនវងថាទិញមកហ្នឹងបងប្អូនដុតនៅវាស្រែតែបានដុតវាស្រែទេយកមកដុតក្នុងបន្ទប់បងប្អូនហើយមីវាភ្លៀងពេកបងប្អូនហើយមីភ្លៀងតាំងពីព្រឹករហូតដល់ល្ងាចចឹងវាឈប់សោះខ្ញុំថាថតនៅវាស្រែទៅដើម្បីបងប្អូនមើលទេសភាពឈូកស្រូវអញ្ចឹងមើលទៅវាស្អាតដែរបងប្អូនហើយបន្ទាប់មកសម្រាប់ចិត្តថាមើលទៅមេឃវាអត្តនាការអញ្ចឹងបងប្អូនក៏បន្ទាប់មកក៏សុំកញ្ចុះអ៊ំគាត់នៅចិត្តហ្នឹងសុំគាត់ថតវីដេអូអញ្ចឹងបងប្អូនហើយមន់ស្រែរបស់យើងនេះគឺមើលទៅទំនងតែបងប្អូននេះដុតជាមួយកូកាហើយដដងចេកបន្ទាប់មកខ្ញុំមានបន្លែទេបងប្អូនខ្ញុំខ្ជិលដាក់បន្លែដាក់អីចឹងវាវែងឆ្ងាយពេកយើងមានបន្លែក៏បានអត់ក៏បានតាមយើងចូលចិត្តដែរបងប្អូនបើខ្ញុំធ្វើចូលចិត្តដែរអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំអត់ទិញមកទេខ្ញុំទិញតែមាន់មកដុតយកតែម្ដងបងប្អូនមាន់ដុតរបស់ខ្ញុំនេះគឺខ្ញុំដាក់បន្លែដដងចេកពីខោមអញ្ចឹងបងប្អូនហើយជាមួយកូកាទៅអាហ្នឹងយើងដាក់ស្ពៃបូកគោក៏បានជាមួយអីក៏បានដែរតែយើងចូលចិត្តបងប្អូនដុតមាន់ហើយថាមាន់របស់យើងនេះគឺមាន់ស្រែគឺជាតិមែនតើបងប្អូនមើលសាច់ទៅដឹងហើយក្រហមល្អបងប្អូនគេថាស្នាគេថាឲ្យតែបានហូបឲ្យតែហៅដល់មកហើយឲ្យតែមានហូបហើយស្នាគឺជាកាមេរ៉ាមេតរបស់ខ្ញុំបងប្អូនអ្នកកាន់កាមេរ៉ាខ្ញុំពេលខ្ញុំថតអីចឹងអ្នកកាន់ឲ្យបងប្អូនហើយវាអាសាមែនតើខ្ញុំប្រើបានខ្ញុំចូលចិត្តវាអញ្ចឹងបងប្អូនឲ្យថាម្ដងអីខ្ញុំហៅវាមកដោយសារវាកាន់កាមេរ៉ាខ្ញុំអញ្ចឹងមានអ្នកកាន់កាមេរ៉ាឲ្យអញ្ចឹងបងប្អូនចុងការថេបចុងការស្នាគាត់នឹងបានកាន់កាមេរ៉ាឲ្យអញ្ចឹងពិបាកធ្វើវីដេអូដែរបងប្អូនអញ្ចឹងបានគាត់កាន់កាមេរ៉ាឲ្យទៅយើងស្រួលដែរបងប្អូនណាប្រាប់គាត់ទៅថតចេះទៅគាត់ធ្វើតាមយើងបងប្អូនចុងការទៅគាត់ទិញទឹកឲ្យគាត់ហូបហ្នឹងបងប្អូនទឹកផ្លែឈើមកកំប៉ុងអីទៅគាត់ខំកាន់កាមេរ៉ាយើងទៅមួយយើងអញ្ចឹងបងប្អូនតែវាអត់បានអីទេបងប្អូនហើយមានតែទឹកអីអញ្ចឹងបងប្អូនពួកខ្ញុំអត់បានលុយដែរអញ្ចឹងបងប្អូនហើយនេះឲ្យបងថ្លៃខ្ញុំនឹងស្នាគាត់ហូបមុនខ្ញុំនិយាយទៅខ្ញុំចាំពេលអស់បានចូលព្រោះខ្ញុំចូលចិត្តទៅក្រោយគេណាឲ្យគាត់ហូបមុនចុះឲ្យគាត់ហូបកផ្លូវមុនទុកតែឆ្អឹងឲ្យខ្ញុំតាអញ្ចឹងបងប្អូននិយាយថាស្នានិយាយថាអូជាតិយកតែមែនតែនអូនមើលតែមាត់នេះទៅសំបីឆ្អឹងក៏មិនលើកលែងដែរហើយថាបងថ្លៃថាព្រោះគាត់ថាជាតិយកតែមែនតែនមើលតែមាត់ទៅដឹងហើយបងប្អូនខ្ញុំអ្នកចូលសលេងក៏លេបទឹកមាត់តាមដែរអញ្ចឹងបងប្អូនហើយមាន់របស់ខ្ញុំនេះខ្ញុំគឺចង់ហូបតែ2-3ថ្ងៃមុនតែយើងអត់មានលុយទិញអញ្ចឹងបងប្អូនដោយសារយើងតើបើកប្រាក់ខែបើអីដែរបងប្អូនអើយវាមិនចេះហូបរហូតដែរហ្នឹងបងប្អូនបើប្រាក់ខែតែមានលុយទិញហូបទិញហើយថតវីដេអូទៅបងប្អូនដើម្បីបងប្អូនបានទស្សនាមើលអញ្ចឹងមុនដំបូងថាថតក្នុងបន្ទប់ហើយថតក្នុងបន្ទប់មិនបាទថតក្នុងបន្ទប់បងប្អូនណាល្ងិតនោះបើកភ្លើងតែវាអត់សូវភ្លឺទេក៏ដូចចេះវាបានមើលទេសភាពហើយស្អាតអញ្ចឹងហើយចេញមកហ្នឹងថាទៅវាស្រែប្រហែលដុតឆ្អិនបងប្អូនទៅវាស្រែម៉ែពេលល្ងាចហ្នឹងមេឃខ្មៅវាមកវាបានទៅណាបងប្អូនណានិយាយទៅមេឃធ្វើស៊ីខ្ញុំបងប្អូនហើយខំរៀបចំតែពីព្រឹកថាថតដល់ពេលល្ងាចអញ្ចឹងបងប្អូនហើយមាន់ហ្នឹងខ្ញុំឲ្យបងថ្លៃខ្ញុំទិញកន្លែងគេលក់មាន់ស្រែបងប្អូនមាន់គឺនៅរស់ពេលយើងទិញទៅគេធ្វើឲ្យយើងស្រាប់អញ្ចឹងបងប្អូនហើយមាន់ហ្នឹងគេយកមកពីស្រុកវិញអីចឹងគេយកមកលក់ពេញគាត់ហើយវារឿងថ្លៃដែរលក់នៅពេញបងប្អូនអញ្ចឹងបើយើងចង់ស៊ីហើយយើងចាំការទៀតថ្លៃប៉ុណ្ណាក៏យើងហ៊ានហូបដែរព្រោះថាវាមានអីថ្លៃទេប៉ុណ្ណឹងបងប្អូនព្រោះវាថា1-2-3ម៉ឺននេះយើងមុំហូបដែរអញ្ចឹងបងប្អូនហើយបន្ទាប់មកខ្ញុំថាហូបយូរម៉េះហើយខ្ញុំទ្រាំមិនបានដែរបងប្អូនស្នាកាន់កាមេរ៉ាម្ដងខ្ញុំចូលហូបម្ដងទុកឲ្យមួយហៀងដែរបងប្អូនអញ្ចឹងហូបឲ្យមួយហៀងទុកមួយហៀងឲ្យខ្ញុំហើយស្នើថាហូបមិនតាន់អស់ផងប្រាប់តាណាហ្នឹងខ្ញុំថាអីដល់អត់ស្រួលទេនៅសល់តែមួយហៀងដល់អត់ស្រួលទេកាន់កាមេរ៉ាបងម្ដងមើលអូនបងឡើងម្ដងមើលអញ្ចឹងគាត់ថាអត់អីទេខ្ញុំកាន់កាមេរ៉ាម្ដងអញ្ចឹងសល់មួយហៀងខ្លាចតែអស់ហ្មងគេថាខ្លាចអស់មើលអូនបងចាញ់លុយអូនវាសោចថា
ở đây thìនិយាយលេងតាបងថ្លៃខ្ញុំគាត់ឈប់ហូបម្សៅអញ្ចឹងបងគាត់ថាចិនណាហូបម្នាក់ឯងខ្ញុំថាហូបម្នាក់ឯងក៏បានដែរមួយជាងហ្នឹងហើយគាត់ឃើញរៀងតំណងចូលហូបម្សៅទៀតអញ្ចឹងបងអញ្ចឹងគាត់ហូប2ដងថាខ្ញុំហូបម្នាក់ឯងក៏មិនអស់ដែរមួយជាងហ្នឹងអញ្ចឹងជួយហូបមកហើយថ្ងៃហ្នឹងប្រូថេបគាត់នៅទេនៅតែអាសនានឹងបងថ្លៃខ្ញុំមុនបងយើងរៀបគម្រោងគ្នាថាដុតនៅវាស្រែទៅវាតំណងហើយថ្ងៃហ្នឹងប្រូថេបគាត់ចេញរត់តុកបងប្អូនអញ្ចឹងគាត់បាននៅអញ្ចឹងហើយនៅទៅប្រហែលអ្នកអញ្ចឹងបងប្អូនហើយប្រូថេគាត់ទៀមទាខ្ញុំដុតតាមពីព្រឹកគាត់ថាខ្ញុំថាពីព្រឹកវាថតទៅវាអត់ច្បាស់អត់ស្អាតបងប្អូនអញ្ចឹងថាចាំពេលល្ងាចទៅហើយមកហ្នឹងទិញយកទៅដុតនៅវាស្រែទៅហើយប្រូថេគាត់ថាអូជាប់ហើយខ្ញុំអត់បានហូបទៀតទេអញ្ចឹងហើយខ្ញុំថាធ្វើម៉េចបើឯងចេញរោងហើយចាំថ្ងៃក្រោយទៅតែអញ្ចឹងបងប្អូនហើយវីដេអូមានច្រើនបងប្អូនវីដេអូមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយ